ជាប្រភេទអាហារូបករណ៍សម្រាប់គ្នាយើងបងដែរណាសម្រាប់រូបឆ្នាំសិក្សាណារូបឆ្នាំសិក្សាដែរតែអាហារូបករណ៍គឺដល់ឲ្យយើង100%ซึ่งជាការអបសម្រាប់ទៅរៀនណាតែយើងគិតថាបងវគ្គចង់រៀនតែទៅរៀនណាជាប់ហើយបងមិនមានការរៀនចិត្តនេះដល់រៀនអាហារូបករណ៍ហ្នឹងយើងរៀនរយៈពេល7ខែកន្លះណា បន្ទាប់ពីបានស្ដាប់នៅការណែនាំរបស់វិទ្យាស្ថាន CTI រួចនាងខ្ញុំបានយកឃើញថាវិទ្យាស្ថានមួយនេះពិតជាផ្ដល់នូវឱកាសដ៏ធំធេងសម្រាប់សិស្សានុសិស្សទាំងអស់គ្នាគាត់មានផ្ដល់នូវឱកាសហារូបករណ៍ 100% សម្រាប់សិស្សានុសិស្សដែលគាត់ប្រឡងបាក់ឌុបជាប់ក្តីឬក៏ធ្លាក់ក្តីក៏គាត់អាចទៅធ្វើការស្នើសុំអាហារូបករណ៍នៅខាងវិទ្យាស្ថានបានដែរ ខាងអាហារូបករណ៍ដែលផ្ដល់ឲ្យ 100% ហ្នឹងជាមួយនឹងកន្លែងស្នាក់នៅអាហារហូបចុក ធ្វើឲ្យចំណាប់អារម្មណ៍ខ្ញុំនឹងចង់ទៅរៀននៅខាងនឹងដោយសារតែវាជួយកាត់បន្ថយការចំណាយទៅលើការសិក្សាវាមានភាពងាយស្រួលក្នុងអ្នកដែលគាត់មានការខ្វះខាតផ្នែកធនធានគាត់មានភាពងាយស្រួលក្នុងការចូលរៀនវាបានបន្ទាប់ពីស្ដាប់បងមកពីវិទ្យាស្ថាន CTI រមកខ្ញុំមានចំណាប់អារម្មណ៍ជាងគេទៅលើការសិក្សារយៈពេល7ខែ រួចអាចទៅធ្វើការបានអញ្ចឹងជាចុងក្រោយខ្ញុំចង់ផ្ដាំផ្ញើទៅកាន់អ្នកថ្នាក់ទី 12 ដូចគ្នាឲ្យគាត់ត្រៀមខ្លួនឲ្យបានល្អសម្រាប់ថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅពេលខាងមុខនឹងទទួលបាននិទេសល្អគ្រប់គ្នាហើយជូនពរឲ្យគាត់ស្វែងរកជំនាញណាមួយដែលល្អនិងត្រឹមត្រូវសម្រាប់គាត់នៅថ្ងៃអនាគតខ្ញុំចង់ផ្ញើសុំទៅបងប្អូនជំនាន់ក្រោយបើសិនជាគាត់ប្រឡងបាក់ឌុបធ្លាក់ក្តីឬក៏ជាប់ក្តីគឺគាត់អភិវឌ្ឍចិត្តខាង CTI អាចឲ្យយើងមានឱកាសទៅផ្ញើសុំអាហារូបករណ៍ 100% ពីខាង CTI បានដូចគ្នា